នេះជាសកម្មភាពបបកត្រីមួយថ្ងៃពេញនៅលើទឹកដីអាងតាពាំងថ្មហើយតាពាំងថ្មជើងនេះក៏រៀងរោករាក់បន្តិចដែរមិនរោករាក់តែខ្ញុំទេរោករាក់មួយធីមបណ្ដោយជើងនេះហើយបងប្អូនចង់ដឹងថារោករាក់យ៉ាងណាសូមបងប្អូនទៅទស្សនាវីដេអូពេញទាំងអស់គ្នាសួរក៏សួស្ដីទៅកាន់បងប្អូនយើងដែលចូលចិត្តនៅកីឡាបបកត្រីទាំងអស់គ្នាហ្នឹងហើយនេះគឺខ្ញុំបានចេញដំណើរទៅលេងនៅខាងអាងតាពាំងថ្មហើយអាងតាពាំងថ្មជើងនេះជើងទី5ហើយតាពាំងថ្មថ្ងៃនេះគឺរៀងសែនតិចហើយព្រោះដោយសារតែមានអ្នកបានមានអ្នកអត់មានអ្នកបានទូចហើយមានអ្នកបានធំតែអត់បានច្រើនអញ្ចឹងណាព្រោះសារតែតាពាំងថ្មវាអាចនិយាយថាវារៀងចុងដៃតិចហើយបងប្អូនយើងនេះតលេងច្រើនមែនទែនស្រាប់ស្មាត់ធំនៅខាងបទីមានជ័យខាងកលាញ់ខាងសៀមរាបនឹងគឺមកលេងច្រើនមែនទែនសឹងតែរកកន្លែងគប់អត់បានហើយអាងតាពាំងថ្មប៉ុណ្ណឹងហើយនៅតែបងប្អូនយើងបុកមកលេងរកកន្លែងគប់អត់បានព្រោះសារតែឥឡូវខាងបឹងបួមួយចំនួននឹងចាប់ដើមរៀងអស់ហើយអញ្ចឹងនៅតែបឹងធំទេអញ្ចឹងបងប្អូនយើងគឺស្រុកតលេងច្រើនមែនទែនហើយមានអ្នកខ្លះក៏បានអ្នកខ្លះក៏អត់អ្នកខ្លះក៏បានធំអ្នកខ្លះក៏បានខ្ញុំនេះក៏មានគ្រប់រសជាតិដែរបានតាំងពីត្រីផ្ទក់ត្រីរ៉ស់ត្រីឌៀបត្រីខ្មាន់សម័យត្រីខ្មាន់ក៏បានដែរបងប្អូនត្រីខ្មាន់មកខំបបកដូចគ្នានេះហើយអ្វីដែលពិសេសហ្នឹងគឺនេះគឺប៉ះវងស៊ីសំពីវងដែរអញ្ចឹងនិយាយថាវត្តលង្ហត់ហើយវត្តលង្ហត់ត្រីអត់បាន5គីឡូផងមួយថ្ងៃហើយបងប្អូនខ្លះហ្នឹងគាត់ឆ្ងល់ដែរត្រីស៊ីសំហ្នឹងត្រីមិនអញ្ចឹងណាព្រោះអាហ្នឹងជាភាសាហៅតាមតំបន់ខ្ញុំក៏អត់ដឹងថាតំបន់បងប្អូនគេហៅមិនដែរតែសម្រាប់តំបន់ខ្ញុំត្រីស៊ីសំហ្នឹងមានន័យថានៅពេលដែលវាញាស់មកមេវាបណ្ដាកូនរហូតដល់ធំហ្នឹងគឺវាអត់បែកពីវងវាទេវាដើរតែជាមួយវងវាទេព្រោះដើម្បីការពារត្រីឌៀបត្រីស្ដោខំវាអញ្ចឹងណាអញ្ចឹងវាដើរជាវងហើយនៅតាពាំងថ្មបើសិនជាយើងទៅបបកប៉ះវងស៊ីសំនឹងហើយគឺដឹងតែកើបហើយចាស់ស្ដែងខ្ញុំកណេះហ្នឹងគឺកើបមិនកើបត្រី30ក្បាលជាងអត់បានត្រី5គីឡូផងអញ្ចឹងសូមបងប្អូនទៅទស្សនាវីដេអូសកម្មភាពនៃការយកត្រីរបស់ខ្ញុំនៅលើទឹកដីអាងតាពាំងថ្មហើយសម្រាប់បងប្អូនដែលមិនទាន់បានជួយ Subscribe ជាមួយនឹង Channel YouTube ខ្ញុំសូមបងប្អូនជួយ Subscribe ម្នាក់មួយផងអរគុណច្រើនចូលឌៀបត្រូវណាក្បាលទី19 20ដល់មកខំខ្យល់មកព្រឹកបាត់ហ្នឹងបាត់
trời ơi bớt thiệt bớt ra nó bớt điệp tiết điệp tiết bạn tí đậm mui trời mà con trai khăm lăng nâng có à chỗ có ba tim buồn tí đó vậy